ចឹងអានឹងគឺជាកន្លែងគិតសេចក្ដីហ្នឹងណាឥឡូវយើងសាកហាក់ហើយឥឡូវយើងសាកធ្វើស្គរម្ដង score drums ណាឥឡូវយើងបិទនេះអស់ស្មើហើយឥឡូវយើងចុចមកមើលទី1 2 3 4ណាទី4ណាចុចនេះមកគេនេះគេហៅថា playlist នេះគឺជាកន្លែងគេរៀបចម្រៀងរៀបភ្លេងទូទៅណាដាក់ដកចឹងអីចឹងណាឥឡូវយើងសាកធ្វើ score សិនចឹងបើមកណាហើយក្នុងកន្លែងដើរណាកន្លែង PACKS packs ឥឡូវយើងសាកបើកទី1នេះ drums អូខេបើកមកចូលមកមើល score អុកសិនណា score អុកចឹង kick មើលទី3 1 2 3អូខេ kicks បើកនេះមកហើយយើងឃើញថាមានសំឡេងអុកជាច្រើនណាអញ្ចឹងយើងអូសមកក្រោមមកលើតាមចិត្តហើយយើងមើលមកហើយចុចតាមមកមើលណាថាព្រោះស្ដាប់មកហ្នឹងហើយយើងមើលមកចុះនឹងថតលោកគ្រូយកអានេះអូសមកហើយដាក់កន្លែងនេះណាមើលតាមច្បាស់ណាអូសកន្លែងដាក់កន្លែងនេះបន្ទាប់មកបលេងដៃហើយក្នុងដៃគេឥឡូវសំឡេងហ្នឹងគឺនៅនឹងបើយើងអូសមកឥឡូវចុចមកលើឆ្អល់មកលើច្បាស់ណាមកលើពេលដៃឆ្អល់ហ្នឹងហើយចុចឥឡូវវានៅកន្លែង playlist កន្លែងធ្វើកន្លែងសរសេរធ្វើអីហ្នឹងណាហើយឥឡូវយើងចុចនេះមកចុចដក clear មក space ណាចុចមកឃើញកន្លែងសលេងឥឡូវបន្តទៀតឧទាហរណ៍យើងចង់ដាក់ស្រេកអីមួយចង់ធ្វើអីចឹងណាឥឡូវយើងអាចធ្វើចឹងបានដោយចុចវាសិនចុចសិនណាឆ្អល់លើសំឡេងហ្នឹងដុំសំឡេងហ្នឹងហើយចុចវាហើយចុចកន្លែងផ្សេងទៀតអូច្រឡំអូខេឥឡូវមើលនេះសិនណាដៃខ្មៅថ្មិចមកលើចុចដៃខ្មៅណា pencil ឥឡូវនេះចុចនឹងសិនចុចហើយមកវិញហើយបន្ទាប់មកចុចនៅលើកន្លែងទំនេរកន្លែងចន្លោះទំនេរហ្នឹងហើយយើងស្រីតាំងមកស៊ីពេលចុចទៅវាដាក់សំឡេងថាយើងដាក់ហ្នឹងដាក់កន្លែងផ្សេងទៀតអញ្ចឹងចុចខាងទៀតមកអានេះចុចឆ្វេងដៃណាឥឡូវខសាប់សិនណាអូខេឥឡូវឧទាហរណ៍ចាំបើយើងអត់ចុចចិត្តអញ្ចឹងយើងចុច mouse ខាងស្ដាំហើយលុបវាណាចុចទុកវាមកលុបហ៎អាហ្នឹងគឺលុបឥឡូវយើងសាកលេងទៅចុចធ្វើអីលេងនេះសិនណាអញ្ចឹងណាចុចសាកធ្វើសិនណាអញ្ចឹងទៅណាយើងសាកលេងមួយសេរីសិនណា